វិបត្តិសង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យពិភពលោកសម្រុកទិញបច្ចេកវិទ្យាធម្មពលស្អាតពីចិនសង្គ្រាមនៅប្រទេសអ៊ីរ៉ង់មិនត្រឹមតែបង្កមានការបាត់បង់ជីវិតប៉ុណ្ណោះទេប៉ុន្តែវាកំពុងធ្វើឲ្យពិភពលោកទាំងមូលរំជួយដោយវិសាវិបត្តិធម្មពលនៅពេលដែលផលិតទឹកដ៏សំខាន់គឺច្រកសមុទ្រហូម៉ូសត្រូវបានបាក់ខ្ទប់វាធ្វើឲ្យការផ្គត់ផ្គង់ប្រេងនិងហ្គាសធម្មជាតិប្រហែល 20% របស់ពិភពលោកត្រូវបានកាត់ផ្តាច់នាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់និងមិនស្ថិតស្ថេរស្ថានភាពដ៏លំបាកនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ដែលបង្ខំឲ្យប្រទេសជាច្រើនត្រូវដកខ្លួនចេញពីការរំពឹងផ្អែកលើប្រេងហើយងាកមករកស្វែងរកធម្មពលជំនួសវិញដែលជាហេតុធ្វើឲ្យប្រទេសចិនដែលជាស្ដេចធម្មពលកកើតឡើងវិញកំពុងទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់យោងតាមរបាយការណ៍ស្ថាប័នស្រាវជ្រាវធម្មពល Emmer ការនាំចេញបច្ចេកវិទ្យាសូឡាគុយនិងរថយន្តអគ្គិសនីរបស់ចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតបំធ្លាប់មានក្នុងខែមីនាកន្លងទៅនេះជាក់ស្ដែងការនាំចេញផ្ទាំងសូឡារបស់ចិនបានកើនឡើងដល់68គីកាវ៉ាត់ដែលលើសពីការកំណត់ត្រាចាស់រហូតដល់ 50% ប្រទេសជិត50នៅជុំវិញពិភពលោកពិសេសនៅតំបន់អាស៊ីនិងអាហ្វ្រិកដែលរងគ្រោះខ្លាំងជាងគេពីវិបត្តិធម្មពលបានសម្រុកទិញទាំងសូឡាពីចិនដើម្បីយកទៅប្រើប្រាស់ជំនួសឲ្យការប្រើប្រាស់ប្រេងដែលមានតម្លៃថ្លៃហួសប្រមាណក្នុងពេលជាមួយគ្នានេះដែរទំនិញដែលចិនហៅថារបស់ថ្មីទាំង3រួមមានផ្ទាំងសូឡាគុយនិងរថយន្តអគ្គិសនីបានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចចិនយ៉ាងសំខាន់ជំនួសមុខឲ្យទំនិញចាស់ៗដូចជាសម្លៀកបំពាក់និងគ្រឿងសង្ហារិមការនាំចេញអាគុយរបស់ចិនតែមួយមុខទទួលបានចំណូលរហូតដល់$10,000 លានក្នុងខែមីនាខណៈដែលការនាំចេញរថយន្តអគ្គិសនីនិងរថយន្តកាត់អគ្គិសនី Hybrid បានកើនឡើងរហូតដល់ 140% បើធៀបទៅនឹងឆ្នាំមុនការនេះបង្ហាញថាវិបត្តិប្រេងបានធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកយល់ឃើញថាការងាកប្រើប្រាស់ធម្មពលស្អាតគឺជាជម្រើសដ៏ឆ្លាតវៃនិងចំណេញបំផុតបទពិសោធន៍ពីប្រទេសប៉ាគីស្ថានគឺជាឧទាហរណ៍ច្បាស់មួយដែលពួកគេបានសម្រុកនាំចូលផ្ទាំងសូឡាតម្លៃថោកពីចិនតាំងពីឆ្នាំមុនធ្វើឲ្យពួកគេមិនសូវរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមនៅអ៊ីរ៉ង់និងអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំអ្នកជំនាញបានលើកឡើងថាបើទោះបីជាការហក់ឡើងនៃការនាំចេញកាលពីខែមីនាអាចនឹងមានការថយចុះខ្លះនៅថ្ងៃខាងមុខប៉ុន្តែទំនោររយៈពេលវែងគឺច្បាស់លាស់ណាស់ថាយុគនៃសម័យសន្តិសុខធម្មពលដែលពឹងលើប្រេងfossil បានជិតឈានចូលដល់ទីបញ្ចប់ហើយពិភពលោកកំពុងឈានទៅរកយុគថ្មីនៃធម្មពលស្អាតដែលមានចិនជាអ្នកដឹកនាំមុនគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យានេះ